បន្លែបែបធម្មជាតិមកកាតេនេះបងស្រីគាត់លក់តែមកកាតេនេះប្រហែលជា1ម៉ែត្របដោយប្រហែលជា1ម៉ែត្រកន្លះទេប៉ុន្តែមកនិយាយពីបន្លែវិញ10មុខ5 10មុខនេះមានទាំងពីរអីគេអានេះកពេញពួយខ្ញុំខានឃើញមុខកពេញពួយ10ឆ្នាំហើយតែមិនឃើញឯនេះទៀតទេនេះព្រោះនៅស្រុកហ្នឹងសម្បូរកពេញពួយខានឃើញយូរហើយនិយាយទៅឃើញកពេញពួយនឹកផ្ទះបណ្ដោយមើលទៅបងស្មាកឆែតដល់ពេលបងស្រីថាកពេញពួយបានចាស់ថាអូនេះកពេញពួយមែននេះបានកឆែតអេតកួនអីអីតកួនអ្នកគ្នានិយាយទៅមកកាតេនេះប្រហែលជា1ម៉ែត្រទេទៅតឹងបណ្ដោយ1ម៉ែត្រកន្លះបន្លែគឺមានច្រើនមានទាំងពីអីគេនេះម្រះព្រៅអានេះត្រួយស្ដៅត្រួយស្ដៅល្អមែនចែបងអើយបងម្ដុំប៉ុន្មាននេះម្ដុំ500ល្អមែនតើចាក់កតុំថេតនេះ500កតុំថេតនេះបើសិននៅកោះកុងវិញប៉ុណ្ណេះមិនក្រោមពី8000ទេនេះ6 7000ទេអ្នកគ្នាថ្លៃណានៅកោះកុងនៅកោះកុងមកតងចូល100ហ្នឹងថ្លៃណាកោះកុងអត់បាច់ប៉ុណ្ណេះថ្លៃមិនក្រោម5000ទេនិយាយមែនអាកតុំថេតហ្នឹងនៅខាងកោះកុងថ្លៃនៅយើង500អ្នកគ្នាមើលទៅ500អត់បាច់មកទេ1000 1500មាន500បាទហើយនេះអ្វីដែលចាប់អារម្មណ៍ជាងគេនេះបងអានេះបងអីមានរងថ្ងៃដល់សារគេកំងមែនទេកាសាំងហ្នឹងណានោះដល់សារគេកាប់ច្រើនមែនទេដល់មកថងអ៊ូងអីគេកំងយើងនិយាយទៅមានម៉ួយចុះរងថ្ងៃបងខ្ញុំមានប្រចាំអូខេបាទហើយបន្លែទាំងអស់នេះបន្លែធម្មជាតិទាំងអស់នោះបងចាតែខ្លួនឯងខ្ញុំទិញគេផងលើកពីគេផងទិញគេផងអានេះស្លឹកកភ្លូម្ដងប៉ុន្មានបង500ធូថ្លៃមែនទេអ្នកគ្នាបន្លែធម្មជាតិបន្លែគេហៅថាបន្លែបែបស្រុកស្រែអញ្ចឹងណាបន្លែធម្មជាតិហើយអានេះគ្រឿងរំគ្រឿងរុំគេនេះមានតែពីដេមានតែពីស្លឹកគ្រៃស្លឹកក្រូចយយដុំមកកាផ្លេនេះម្ដងប៉ុន្មានម្ដង500ទេតែអ្នកគ្នាអើយដល់កយបន្លែធម្មជាតិខ្មែរយើងណាតម្លៃធូរថ្លៃហើយធម្មជាតិទៀតអានេះគេហៅផ្លែសមមិនមែនផ្លែម្ដេងទេផ្លែសមអានេះជូរអត់ចេះវារៀងចត់តិចណាប្រាប់ត្រូវដែរអារម្មណ៍អានេះហូបឲ្យទឹកផ្អែមហូបឲ្យទឹកផ្អែមឆ្ងាញ់ចាអានេះហូបឲ្យទឹកផ្អែមឆ្ងាញ់នេះក៏ទូតព្រៃដែរអញ្ចឹងវាស្តៀងគ្នាតែច្រើនអានេះឆ្ងាញ់ជាងណាចាហើយតម្លៃវាក៏គ្នាឯនោះថ្លៃជាងទូតព្រៃថ្លៃជាងទេទូតព្រៃបើគេបោះដុំគេលក់តាម1គីឡូ30អានេះ40ទៅ50ប៉ុន្តែគេទូតព្រៃវាច្បោជាងនេះហ៎ចាតែបានលក់រាយទៅណាបើលក់ដុំវាលឺទូតព្រៃដែរអូបានបងបានល្អមែនទែននេះមានទៅពីតបែកទៀតនេះឯងតបែកបងស្រីគាត់ដាំដោយខ្លួនគាត់ណាតបែកធម្មជាតិត្រួយ7អូយមានច្រើនអានេះគេហៅថាត្រួយច្រេះបងប្អូនយើងនៅខាងស្រុកថៃឃើញវីដេអូមួយនេះហើយជួយ share ផងមាននឹកបងស្រីអត់អូយដល់ក៏ឲ្យត្រួយ7ក្តឹម7បេះពីថ្ងៃណាមកបងបែមសិលមិញដល់វាបេះទៅព្រៀងត្រូវទៅព្រៀងទៅវាជាប់ណាបែមសិលមិញទេប្រាប់វាបេះហើយថាបើព្រៀងមិនឲ្យបេះទេបើព្រៀងមិនឲ្យបេះទេអូអានេះបេះត្រូវទៅព្រៀងវាជាប់អត់តោះតែម្ដងហើយណែក្តាមនេះបងស្រីគាត់ដាក់គេហៅថាអ៊ុយនៅស្រុកខ្ញុំគេហៅថាស្បៃឬក៏សៃម៉ៃអញ្ចឹងណាចុះបងអានេះអីគេស្លឹកខ្នឹងអូស្លឹកខ្នឹងផ្កាស្បៃអីអានេះមានផ្កាស្បៃរឿងទេនេះខៃគេនេះឯងស្បៃរឿងអ្នកខ្លះហៅមកកាប្រាំងអ្នកខ្លះហៅស្បៃរឿងអូខ្លះបើខាងភូមិខ្ញុំគេហៅនាងញ៉ែមចាខាងណាគេហៅនាងញ៉ែមខាងគុកលីគេហៅនាងញ៉ែមអូផ្លៃមួយទៀតសម្រាប់ខ្ញុំមិនដែលលើទេខ្ញុំហៅថាស្បៃរឿងឥឡូវបងស្រីនាងញ៉ែមអូអ្នកខ្លះគេហៅមកកាបារាំងអូនិយាយវាអែមមែនតែនបងទិញក្បាលត្រីមកជាមួយនឹងត្រួយ7នេះអ្នកនរគ្នាអែមមែនតែនហ្មងហើយបងស្រីខាងណាអស់ហើយចុះអា7នេះប៉ុន្មាន500ដែរ500មកទេ500 1000ទៅតាមធំទៅតាមតូចអូខេអញ្ចឹងវីដេអូនេះផ្ញើជូនបងប្អូនយើងនៅខាងស្រុកថៃផងឃើញវីដេអូមួយនេះជួយនឹកដល់ណែអនុស្សាវរីយ៍ច្រើនមែនតើអូខេបងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងណាអរគុណច្រើនបាយទាំងអស់គ្នា